អាចដាក់បានឧទាហរណ៍ខ្ញុំដាក់transition មួយនេះចុះអូខេអញ្ចឹងដាក់មកយើងចូលកន្លែងនេះដាក់ stream មកអញ្ចឹងនេះអញ្ចឹងរាល់លើក្រោយpower bin នេះឃើញទេអញ្ចឹងវាជាប់នៅនឹងរហូតហ្មងឃើញអត់វាជាប់នៅនឹង transition នៅនឹង sound effect នៅនឹង video effect នៅនឹងដែរតាក់ទងនៅក្នុង power bin ទាំងអស់គ្នាក្នុង DaVinci Resolve power bin នេះជាចំណុចល្អដែលអ្នកនរគ្នាគួរតែដឹងដោយសារ power bin កន្លែងនេះគឺយើងអាចទុកតាក់ទងនឹង sound effect ឬក៏ transition ឬក៏ video effect នៅក្នុង footage DaVinci Resolve របស់យើងតែម្ដងបានន័យថានៅពេលលើក្រោយយើងគាត់ថាយើងបង្កើត project ថ្មីមកគឺនៅក្នុង DaVinci Resolve ហ្នឹងគឺវាជាប់ power bin នៅនឹងតែម្ដងអញ្ចឹងដើម្បីបាន power bin ហ្នឹងអ្នកនរគ្នាមើលកន្លែង 3 នេះអ្នកចូលកន្លែង edit អូខេចូលកន្លែង edit ហើយនៅកន្លែង 3 នេះអ្នកទាំងអស់គ្នាយកពាក្យថា show power bin បើតើតើនឹង smart bin អាហ្នឹងចាំវីដេអូក្រោយខ្ញុំនិយាយតើតើនឹង power bin នេះនៅពេលអ្នកទាំងអស់គ្នា show ទៅវាឃើញកន្លែងនេះចឹងយើងបើកមកនេះនៅក្រោមនេះនៅក្រោមនេះឥឡូវខ្ញុំបិទ smart bin ចោលសិនកុំឲ្យវាច្រឡូកច្រឡំចឹងនៅក្នុង power bin នេះអ្នកទាំងអស់គ្នាអាចបង្កើត footage របស់យើងបានឧទាហរណ៍ថា video transition ណាvideo effect ចាអូខេvideo effect អូខេបិទចោលសិនអូខេហើយបន្តមកទៀតខ្ញុំបង្កើតមួយទៀតតែខ្ញុំដាក់កន្លែងហ្នឹងទេកុំឲ្យវាចូលកន្លែងនេះយើងបើសិនអ្នកនេះចង់ប្រើ shortcut ក៏បានមិនប្រើ shortcut ក៏បានបើសិនជាប្រើ shortcut អ្នកនេះចុច Control Shift N អានោះបង្កើត bin ណាអញ្ចឹងខ្ញុំដាក់ថា sound effect អូខេបន្តមកទៀតខ្ញុំបង្កើតមួយទៀតខ្ញុំដាក់ថា transition អូខេ transition អូខេអញ្ចឹងយើងបាន3ហ៎តើតើនឹង power bin យើងបាន3ចឹងឧទាហរណ៍ transition យើងចូលទៅកន្លែង transition យើងដាក់ទាញចូលមកអូខេហើយតើតើនឹង sound effect យើងទៅរក sound effect មកតោះនេះឥឡូវឧទាហរណ៍ថាខ្ញុំទៅរក sound effect sound effect ឧទាហរណ៍នេះចុះអូខេ sound effect នេះ sound effect អូខេឥឡូវយើង sound effect នេះចឹងយើងទាញចូលមកអូខេទីអ្នកចូលមកvideo effect យើងមើល video effect យើងទាញតែម្ដងមករាល់លើក្រោយយើងបង្កើត footage គឺវាមានមកតែម្ដងអញ្ចឹងវាអត់ពិបាកទេអញ្ចឹងវាអត់ពិបាកទេអញ្ចឹងនេះ video effect sound effect transition អញ្ចឹងយើងអាចដាក់បានឧទាហរណ៍ខ្ញុំដាក់transition មួយនេះចុះអូខេអញ្ចឹងយើងដាក់មកយើងចូលកន្លែងនេះដាក់ stream មកអញ្ចឹងនេះអញ្ចឹងរាល់លើក្រោយបើខ្ញុំឧទាហរណ៍ឥឡូវខ្ញុំបង្កើតហើយណាឥឡូវខ្ញុំបង្កើត project ថ្មីមកដាក់ថាខ្ញុំដាក់ថា listen អញ្ចឹងយើងមកមើលកន្លែងនេះឧទាហរណ៍យើងបង្កើត timeline មកអូខេយើងបង្កើត timeline មកយើងមើលនៅកន្លែង power bin នេះឃើញទេចឹងវាជាប់នៅនឹងរហូតហ្មងឃើញអត់វាជាប់នៅនឹង transition នៅនឹង sound effect នៅនឹង video effect នៅនឹងដែររាល់ project លើក្រោយយើងមិនចាំបាច់ទាញចូលមកទៀតទេអញ្ចឹងនេះគឺជាអត្ថប្រយោជន៍នៃការប្រើ power bin អូខេហើយនេះជាអត្ថប្រយោជន៍របស់យើងឃើញទេយើងចូលមកគឺវានៅនឹងតែម្ដងនេះ